កំហុសធំ3យ៉ាងដែលអ្នកទាំងអស់គ្នាកំពុងធ្វើនៅអំឡុងពេលហាត់ប្រាណសម្រាប់កំហុសធំទី1ឧស្សាហ៍អែនខ្នងមិនថាគីឡូធ្ងន់ឬក៏ស្រាលនោះវានឹងធ្វើឲ្យសម្ពាធនៃទម្ងន់ធ្លាក់មកលើចង្កេះបង្កឲ្យមានការឈឺចាប់និងរងរបួសបានយ៉ាងងាយទី1ត្រូវជ្រើសរើសគីឡូដែលយើងអាចគ្រប់គ្រងទម្រង់ខ្លួនឯងបានទី2ត្រូវចេះប្រឹងក្បាលពោះដើម្បីរុញខ្នងឲ្យអឹបជាប់ជាមួយនឹងកៅអីទី2គឺឧស្សាហ៍លើកធ្ងន់តែម្នាក់ឯងវាអាចនឹងមានគ្រោះថ្នាក់ច្រើនជាងអ្វីដែលយើងមិនបានគិតប្រសិនបើយើងលើកមិនរួចនោះបាននឹងធ្លាក់មកលើទ្រូងឬក៏កប៉ុន្តែនៅពេលដែលយើងលើកធ្ងន់យើងត្រូវរកអ្នកដែលនៅជិតខ្លួនដើម្បីឲ្យជួយ support កន្លែងនេះគឺខ្ញុំrecommend ឲ្យបងប្អូនរកអ្នកដែលចេះ support និងសម្រាប់ការលេងជាមួយម៉ាស៊ីនយើងត្រូវធ្វើការដាក់ safety wrap ជាមុនទី3គឺ skip leg day នៅពេលដែល upper body របស់យើងក្រប៉ុន្តែជើងរបស់យើងនៅតែខ្សោយនិងតូចនោះនឹងធ្វើឲ្យរាងកាយទាំងមូលរបស់យើង imbalance ដូច្នេះយើងត្រូវធ្វើការហាត់ជើងយ៉ាងតិចឲ្យបាន1ទៅ2ដងក្នុងមួយសប្តាហ៍ដើម្បីបង្កើនកម្លាំងសាច់ដុំជើងនិង even bigger upper body gain ជាចុងក្រោយសម្រាប់បងប្អូនដែលចង់បានវីដេអូបង្ហាញអំពីការធ្វើលំហាត់ប្រាណឲ្យបានត្រឹមត្រូវអញ្ចឹងបងប្អូនអាចចូលមើលនៅក្នុង Facebook YouTube IG ក៏ដូចជា TikTok ដែលខ្ញុំបានដាក់នៅក្នុង Facebook បាទអរគុណច្រើន